ក្រៅប្រទេសកាន់តែងាយស្រួលចាយវាយក្រៅធនាគារជាតិនៃកម្ពុជានិងក្រុមហ៊ុនធំមួយនេះប្រកាសដាក់ឲ្យដំណើរការជាផ្លូវការប្រតិបត្តិការទូទាត់ឆ្លងដែនតាម QR Code នៅថ្ងៃទី10ខែមីនាឆ្នាំ2025នេះធនាគារជាតិនៃកម្ពុជានិង Union Pay International ដែលហៅកាត់ថា UPI បានដាក់ឲ្យដំណើរការជាផ្លូវការប្រតិបត្តិការទូទាត់ឆ្លងដែនតាម QR Code ដំណាក់កាលទី2ឬហៅថាបាគង Scan Union Pay រវាងប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិនៃកម្ពុជានិងបណ្ដាញទូទាត់ Union Pay របស់ក្រុមហ៊ុន UPI តាមរយៈការដាក់ឲ្យដំណើរការក្នុងដំណាក់កាលទី2នេះប្រជាជនកម្ពុជាអាចទូទាត់ឆ្លងដែនដោយ scan QR Code នៅក្នុងប្រទេសចិននិងបណ្ដាប្រទេសផ្សេងទៀតតាមរយៈបណ្ដាញប្រតិបត្តិការរបស់ក្រុមហ៊ុនបណ្ដាញបានទូទាត់អន្តរជាតិ Union Pay និង QR របស់ក្រុមហ៊ុន WeChat Pay គំនិតផ្ដួចផ្ដើមអភិវឌ្ឍការទូទាត់ឆ្លងដែននេះក៏នឹងផ្ដល់នូវកាលានុវត្តភាពសម្រាប់ការពង្រីកសកម្មភាពពាណិជ្ជកម្មជំរុញវិស័យទេសចរណ៍និងបង្កើនប្រតិបត្តិការទូទាត់ឆ្លងដែនដូចជាប្រតិបត្តិការផ្ទេរប្រាក់ផងដែរជារួមការងារនេះរួមចំណែកជំរុញការប្រើប្រាស់រូបិយវត្ថុនិងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្ដៅរក្សាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពគួរឲ្យដឹងថាកិច្ចសហការរវាងធនាគារជាតិនៃកម្ពុជានិង Union Pay International លើការអភិវឌ្ឍទូទាត់ឆ្លងដែនបានបង្ហាញពីវឌ្ឍនភាពគួរឲ្យកត់សម្គាល់ចាប់តាំងពីការដាក់ឲ្យដំណើរការទូទាត់ឆ្លងដែនតាមរយៈ QR Code ដំណាក់កាលទី1 Union Pay Scan KHOR Code កាលពីថ្ងៃទី22ខែធ្នូឆ្នាំ2023ការដាក់ឲ្យដំណើរការទូទាត់ឆ្លងដែនតាម QR Code ដំណាក់កាលទី2បាគង Scan Union Pay នេះជាការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនតាមប្រព័ន្ធបាគងដែលបានផ្ដល់លទ្ធភាពឲ្យប្រជាជនកម្ពុជាអាចធ្វើការទូទាត់ឆ្លងដែនដោយ Scan QR Code នៅក្នុងប្រទេសចិននិងបណ្ដាប្រទេសផ្សេងទៀតតាមរយៈបណ្ដាញប្រតិបត្តិការរបស់ក្រុមហ៊ុនបណ្ដាញបានទូទាត់អន្តរជាតិ Union Pay International